រឿងនិទានខ្មែរមេតបដ៏ខ្លាំងក្លាការពារនគរកាលពីបុរាណកាលនៅក្នុងនគរគោកធ្លកមានព្រះមហាក្សត្រមួយព្រះអង្គព្រះនាមព្រះបាទសមៈនគរនេះសន្តិភាពរុងរឿងប្រជារាស្ត្រសុខសប្បាយប៉ុន្តែនៅជាប់ព្រំដែនមាននគរមួយទៀតឈ្មោះនគរសិនពុដែលជានគរដ៏ខ្លាំងពូកែហើយមានសេចក្តីចង់បានទឹកដីនគរគោកធ្លកនៅពេលនោះនគរគោកធ្លកមានមេតបមួយរូបឈ្មោះវោសឹងលោកកើតពីគ្រួសារអ្នកតាមានគុណសម្បត្តិលើសលប់មានកម្លាំងខ្លាំងក្លាហើយជាអ្នកមានប្រាជ្ញាវៃឆ្លាតវោសឹងហាត្រូវបានគេចាត់ទុកថាជាមេតបដ៏ខ្លាំងក្លាបំផុតក្នុងប្រវត្តិនគរការឈ្លានពានពីនគរសិនថ្ងៃមួយព្រះមហាក្សត្រនគរសិនបានចាត់ទ័ពយ៉ាងច្រើនសម្បើមដើម្បីលុកលុយនគរគោកធ្លកទ័ពពីនគរសិនមានចំនួនច្រើនជាងទ័ពនគរគោកធ្លក10 ដងពួកគេមានស្គាល់ថាវរសិងគឺជាឧបសគ្គដ៏ធំមួយប៉ុន្តែពួកគេជឿថាដោយសារចំនួនទ័ពដ៏ច្រើនមកពីគ្រប់ទិសទីវរសិងហនឹងមិនអាចទប់ទល់បានឡើយព្រះបាទសមៈបានយករឿងនេះទៅប្រឹក្សាជាមួយវរសិងបានថ្វាយយោបល់ថាសូមទ្រង់ព្រះមេត្តាកុំបារម្ភឡើយទោះបីជាគេមានចំនួនច្រើនក៏ដោយក៏យើងមានគុណភាពនិងភាពចូលចិត្តស្មោះត្រង់ក្នុងការការពារនគររបស់យើងស្គាល់ទឹកដីរបស់យើងហើយយើងមានចិត្តក្លាហានយុទ្ធសាស្ត្រដ៏វៃឆ្លាតវរសិង្ហបានរៀបចំកងទ័ពតាមយុទ្ធសាស្ត្រដ៏វៃឆ្លាតលោកបានប្រើចំណេះដឹងពីភូមិសាស្ត្រនិងអាកាសធាតុនៃទឹកដីរបស់ខ្លួន1ការប្រើជម្រាលភ្នំលោកបានដាក់ទ័ពមួយចំនួនតូចនៅលើជម្រាលភ្នំដើម្បីធ្វើជាក្រុមស៊ើបការនិងវាយប្រហារពីលើកំពូល2ការប្រើព្រៃឈើលោកបានលាក់ទ័ពមួយផ្នែកនៅក្នុងព្រៃឈើស្តុកស្ដំដើម្បីវាយកាត់ខ្សែសំណាក់និងសារធាតុផ្គត់ផ្គង់របស់សត្រូវ3ការប្រើទឹកជំនន់លោកបានទប់ទឹកនៅទន្លេជាមួយកងទ័ពមួយក្រុមហើយនៅពេលដែលទ័ពសត្រូវកំពុងឆ្លងកាត់ក៏បើកទឹកជំនន់ធ្វើឲ្យទ័ពសត្រូវវិនាសអន្តរាយ4ការប្រើយុទ្ធសាស្ត្រខ្ចាត់ខ្ចាយជំនួសពីការប្រឈមមុខនឹងទ័ពសត្រូវទាំងមូលវរសិង្ហបានបំបែកកងទ័ពរបស់ខ្លួនទៅជាក្រុមតូចដែលវាយប្រហារពីគ្រប់ទិសធ្វើឲ្យទ័ពសត្រូវវង្វេងនិងមិនដឹងថាត្រូវវាយទ័ពទៅទិសណាការប្រយុទ្ធដ៏ក្លាហាននៅថ្ងៃប្រយុទ្ធវរសិង្ហបានដឹកនាំទ័ពដោយផ្ទាល់លោកស្លៀកពាក់អាវក្រោះពាក់មកុដដែលបំភ្លឺដោយពន្លឺព្រះអាទិត្យហើយជិះសេះដ៏ខ្លាំងក្លានៅពេលដែលទ័ពសត្រូវវាយមកវរសិង្ហបានដឹកនាំកងទ័ពរបស់ខ្លួនវាយទ័ពយ៉ាងក្លាហានមេទ័ពនគរសិនឈ្មោះរីកសិង្ហបានចេញមុខដណ្ដើមជាមួយវរសិង្ហការប្រយុទ្ធរវាងពួកគេធ្វើឲ្យដេញញ័រហើយអ្នកដែលឃើញក៏ត្រូវរន្ធត់ចិត្តបន្ទាប់ពីការប្រយុទ្ធដ៏យូរអង្វែងវរសិង្ហបានយកជ័យជំនះលើរីកសិង្ហដោយបានប្រើគុណសម្បត្តិនិងប្រាជ្ញាវៃឆ្លាតជ័យជំនះនិងសន្តិភាពបន្ទាប់ពីបាត់បង់មេទ័ពរបស់ខ្លួនទ័ពនគរសិនបានចាប់ផ្ដើមរត់ចោលវរសិង្ហបានដេញតាមប៉ុន្តែបានបញ្ឈប់នៅព្រំដែនដោយមិនចង់ឈ្លានពានទឹកដីអ្នកដទៃលោកបានប្រកាសថាយើងមិនមែនជាអ្នកឈ្លានពានទេយើងគ្រាន់តែការពារទឹកដីនិងប្រជារាស្ត្ររបស់យើងប៉ុណ្ណោះព្រះបាទសមៈបានតែងតាំងវរសិង្ហជាមេទ័ពធំនិងបានប្រទានរង្វាន់ជាច្រើនប៉ុន្តែវរសិង្ហបានទទួលយកតែខ្លះប៉ុណ្ណោះហើយបានចែកចំណែករង្វាន់ទាំងនោះទៅឲ្យទាហានទាំងអស់ដែលបានចូលរួមការពារនគរគត់បណ្ឌិតពីរឿងនិទាននេះ1ប្រាជ្ញាលើសកម្លាំងការយកជ័យជំនះមិនត្រូវការតែកម្លាំងរូបកាយប៉ុណ្ណោះទេប៉ុន្តែត្រូវការការគិតនិងយុទ្ធសាស្ត្រវៃឆ្លាត2ការស្គាល់ទឹកដីរបស់ខ្លួនការស្គាល់លក្ខណៈភូមិសាស្ត្រនិងធម្មជាតិនៃទឹកដីរបស់ខ្លួនអាចជាអាវុធដ៏មានឥទ្ធិពលក្នុងការការពារ3ការគោរពស្ត្រូវការមិនឈ្លានពានទឹកដីអ្នកដទៃបន្ទាប់ពីឈ្នះសង្គ្រាមបង្ហាញពីភាពថ្លៃថ្នូរនិងវិន័យខ្ពស់4ការចែករំលែកជ័យជំនះមិនមែនជាកម្មសិទ្ធិរបស់មនុស្សម្នាក់ឯងទេប៉ុន្តែជាកិត្តិយសរួមរបស់អ្នកដែលចូលរួមទាំងអស់រឿងនិទាននេះបានបន្តរហូតមកដល់សព្វថ្ងៃជាតំណាងឲ្យស្មារតីការពារជាតិភាពវៃឆ្លាតនិងសេចក្តីក្លាហានរបស់ប្រជាជនខ្មែរ